យោធាថៃនាពេលថ្មីនេះបាននាំអ្នកកាសែតអន្តរជាតិមួយក្រុមទៅព្រំដែនមើលប្រាសាទខ្មែរមួយចំនួនដែលខ្លួនបានឈ្លានពានកាន់កាប់ដើម្បីបង្ហាញស្លាកស្នាមគ្រាប់កាំភ្លើងថ្មដែលបែកបាក់និងជញ្ជាំងដែលធ្លុះធ្លាយហាក់កំពុងព្យាយាមផ្ញើសារមួយទៅកាន់ពិភពលោកថាថៃជាជនរងគ្រោះក៏ប៉ុន្តែការពិតត្រូវបានទម្លាយនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដ៏ល្បីល្បាញមួយគឺទូរទស្សន៍ Al Jazeera របស់ប្រទេសកាតាបានផ្សាយពេញពិភពលោកដោយផ្អែកទៅលើការពិតជាក់ស្ដែងមិនពឹងទៅលើនីតិកថារបស់យោធាថៃនោះទេនៅក្នុងវីដេអូឃ្លីបបង្ហោះនៅថ្ងៃទី22ខែមករាឆ្នាំ2026អ្នកកាសែត Al Jazeera លោកតូនីជេងបានឈរនៅបរិវេណប្រាសាទតាក្របីនិងប្រាសាទតាមាន់ធំហើយចង្អុលទៅចម្លាក់ថ្មបុរាណដែលធ្លុះធ្លាយសោះដោយគ្រាប់កាំភ្លើងភ្ជាប់ដោយអារម្មណ៍សោកស្ដាយលោកតូនីនិយាយចំថាប្រាសាទទាំងនេះច្បាស់ណាស់ជាប្រាសាទខ្មែរដែលត្រូវបានគេដឹងឮទទួលស្គាល់តាំងពីសម័យដែលអាណាចក្រខ្មែរលាតសន្ធឹងពាសពេញអាស៊ីអាគ្នេយ៍ You can see these beautiful Khmer artifacts, and they are very clearly Khmer from the days when the Khmer Empire stretched all across Southeast Asia. លោកតូនីជេងបានរំលេចបន្ថែមថាប៉ុន្តែពេលនេះប្រាសាទទាំងនេះនៅក្នុងទឹកដីថៃដែលអះអាងដោយយោធាថៃលោកថាប្រាសាទបុរាណរបស់ខ្មែរនេះបានឈរយ៉ាងស្កឹមស្កៃអស់ពេលជាង800ឆ្នាំមកហើយតែបានក្លាយជាទីរងគ្រោះដោយសារតែការប្រយុទ្ធគ្នារវាងកងកម្លាំងថៃនិងកម្ពុជានៅខែកក្កដានិងធ្នូឆ្នាំ2025អ្នកកាសែតជើងចាស់រូបនេះបានពិពណ៌នាអំពីចម្លាក់ថ្មនៃប្រាសាទតាមាន់ធំដែលមានស្នាមធ្លុះធ្លាយដោយគ្រាប់កាំភ្លើងស្ទើរតែគ្រប់ទីកន្លែងខណៈដែលប្រាសាទតាក្របីដែលនៅក្បែរនោះស្ទើរតែត្រូវបានបំផ្លាញទាំងស្រុងលោកតូនីជេងនិយាយថាពេលនេះការចេញចូលប្រាសាទទាំងនេះត្រូវបានរឹតបន្តឹងដោយកងកម្លាំងយោធាថៃខណៈដែលទាហានកម្ពុជាឈរជើងនៅចម្ងាយប្រមាណជា100ម៉ែត្រប៉ុណ្ណោះពីប្រាសាទទាំងពីរតាមរយៈការរៀបរាប់របស់ Al Jazeera បញ្ជាក់ច្បាស់ថាពេលនេះថៃកាន់កាប់ប្រាសាទខ្មែរតែថៃមិនអាចសរសេរប្រវត្តិសាស្ត្រឡើងវិញតាមរយៈកញ្ចក់ទូរទស្សន៍បានទេខ្ញុំរស់សុធាពី News Today NTTV សាកលវិទ្យាល័យ CUS នៅតែបន្តទទួលចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្ររងជារៀងរាល់ថ្ងៃសិក្សាជាមួយនឹងសាស្ត្រាចារ្យមានសមត្ថភាពខ្ពស់បំពាក់សម្ភារៈសិក្សាទំនើបៗនិងផ្ដល់ជូនអាហារូបករណ៍តាមនីតិពិសេសផងដែរ